ការមកសហរដ្ឋអាមេរិកគឺជាគម្រោងមួយដែលមិនមានការព្រៀងទុកហើយការងារធ្វើកញ្ចក់រត់តែមិនមែនជាគម្រោងរបស់ខ្ញុំប៉ុន្តែបន្ទាប់ពីសម្រេចចិត្តក្នុងការរស់នៅរយៈពេលខ្លីនៅសហរដ្ឋអាមេរិករួចមកខ្ញុំក៏ទទួលបានជាមួយនឹងការងារមួយយល់ពីការងារនឹងថាមិនសូវល្អមើលប៉ុន្តែវារកចំណូលបានច្រើនគួរសមមិនមានការស្មុគស្មាញនិងជួបជាមួយនឹងអតិថិជនជាច្រើនហើយពឹងផ្អែកទៅលើខ្ញុំជាមនុស្សមួយដែលអត់ចូលចិត្តនៅផ្ទះអត់ចូលចិត្តទុកពេលវេលាចោលអញ្ចឹងខ្ញុំក៏សម្រេចចិត្តមករៀនជាមួយនឹងការធ្វើកញ្ចក់ទាំងហើយសម្រាប់ជំនាញខ្ញុំមិនត្រឹមតែធ្វើតែកញ្ចក់ទេយើងអាចវ៉ាកអីសម្រាប់អតិថិជនយើងបានបើសួរថានេះជាការងារដែលខ្ញុំស្រឡាញ់អត់គឺមិនមែនជាការងារដែលខ្ញុំស្រឡាញ់នោះទេប៉ុន្តែខ្ញុំគិតថាជីវិតមិនដើម្បីតែស្វែងរកខ្លួនឯងអ្វីដែលខ្លួនឯងចូលចិត្តទេប៉ុន្តែជីវិតគឺជាការធ្វើឲ្យខ្លួនឯងខ្លាចជាខ្លួនឯងយ៉ាងពិតប្រាកដហើយបើសួរថាវាពិបាកសម្រាប់ខ្ញុំទេពិតជាពិបាកហើយពិតជាលំបាកខ្លាំងបំផុតដោយសារតែនេះមិនមែនជាជំនាញរបស់យើងហើយក៏មិនមែនជាអ្វីដែលយើងចូលចិត្តហើយឧបសគ្គដ៏ធំបំផុតរបស់ខ្ញុំហ្មងគឺធ្វើកញ្ចក់វែងនិងការគូរហើយចំណុចខ្សោយរបស់ខ្ញុំតែម្ដងគឺការគូរកញ្ចក់វែងខ្ញុំពិតជាអត់ចូលចិត្តការគូរកញ្ចក់ទេពីព្រោះដោយសារវាចំណាយពេលមិនមែនជាជំនាញខ្ញុំដោយសារខ្ញុំស្អប់ការគូរតាំងពីខ្ញុំនៅរៀនបើពេលខ្ញុំនៅរៀនការគូរគំនូរគឺខ្ញុំសូន្យរហូតហ្មងគឺខ្ញុំអត់ចេះគូរសូម្បីតែផ្លែស្វាយក៏ខ្ញុំអត់ចេះគូរដែរតែពេលដែលយើងនៅជាមួយវារាល់ថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃវាធ្វើឲ្យយើងចាប់ផ្ដើមមានការស្រឡាញ់កាត់ឡើងម្ដងបន្តិចម្ដងបន្តិចរហូតដល់ខ្ញុំអភិវឌ្ឍខ្លួនពីម្ដងមួយជំហានពីការធ្វើកញ្ចក់រហូតទៅដល់ការគូរហើយការគូរទាំងអស់ហ្នឹងវាប្រើការអត់ធ្មត់យ៉ាងខ្ពស់ប៉ុន្តែខ្ញុំក៏អាចសម្រេចវាបានដោយមានការជ្រុំជ្រែងពីប្តីខ្ញុំលើកទឹកចិត្តខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃគ្រប់យ៉ាងដែលខ្ញុំធ្វើពេលខ្លះខ្ញុំអត់ទុកចិត្តខ្លួនឯងទេប៉ុន្តែគាត់តែងតែទុកចិត្តមកលើខ្ញុំថាខ្ញុំធ្វើបានល្អដូចនេះខ្ញុំមានទឹកចិត្តក្នុងការរៀនពេលខ្លះខ្ញុំរៀនពីខ្មែរបន្ថែមទៀតតាមអនឡាញកាលពីមួយឆ្នាំដំបូងគឺពិបាកមែនតើសម្រាប់ខ្ញុំដោយសារខ្ញុំត្រូវរៀនកញ្ចក់ផងខ្ញុំត្រូវធ្វើការផងខ្ញុំត្រូវធ្វើការខាងផ្នែកធួទៀតផឹកត្រូវចាប់ផ្ដើមធ្វើការនៅម៉ោង9រហូតដល់ម៉ោង5ទំនេរបាន3ម៉ោងត្រូវចាប់ផ្ដើមការងារនៅស្រុកខ្មែរពីម៉ោង8យប់រហូតដល់ម៉ោង3ភ្លឺព្រោះយើងត្រូវប្រឹងដើម្បីទទួលបាន license ក្នុងការធ្វើការគ្រប់ការធ្វើកញ្ចក់នៅសហរដ្ឋអាមេរិកទាមទារឲ្យយើងមានជាមួយនឹង license ត្រឹមត្រូវទើបយើងធ្វើឲ្យអតិថិជនបានទាំងនេះគឺជាជំហានទី2ដែលខ្ញុំបានសម្រេចចិត្តលើការរស់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលខ្លីនិងចាប់ជំនាញកញ្ចក់បន្ទាប់ពីទេសចរហើយគ្រប់ជំហាននីមួយៗគឺទាមទារឲ្យខ្ញុំសម្រេចចិត្តខ្ពស់ថាតើគួរសម្រេចចិត្តបែបណាប៉ុន្តែដូចខ្ញុំជម្រាបខាងវីដេអូដើមអញ្ចឹងការសម្រេចចិត្តរបស់ខ្ញុំគឺត្រឹមត្រូវមែនទែនសម្រាប់វីដេអូក្រោយខ្ញុំនឹងជម្រាបអំពីជំហានទី3នៃការសម្រេចចិត្តបើកហាងនៅសហរដ្ឋអាមេរិកអរគុណសម្រាប់ការតាមដានវីដេអូមួយនេះ